បងប្អូនទាំងអស់គ្នាប្រកាសជាបានឃើញនៅវីដេអូអ្នកកាត់សក់នៅក្នុងកម្មវិធីមង្គលការមួយដែលគាត់បានធ្វើនៅសកម្មភាពដែលឆ្កងដែលធ្វើឲ្យមហាជនមានការរិះគន់ច្រើនហើយសកម្មភាពនេះទៀតសោតជាការជន់ពន្លិចនៅវប្បធម៌ខ្មែរដូចគ្នាខ្ញុំនិយាយថាជន់ពន្លិចនៅវប្បធម៌ខ្មែរយើងដូចគ្នានេះនៅទីនេះមិនមែនបានន័យថាខ្ញុំជន់ពន្លិចគាត់ទេឬក៏ដាក់បន្ទុកឲ្យគាត់ទេបងប្អូនទាំងអស់គ្នាពិធីមង្គលការគឺជាពិធីនាំឲ្យសិរីសួស្តីដល់កូនកំលោះនិងកូនស្រីគេអញ្ជើញយើងឲ្យមកកាត់សក់គឺមានន័យថាគេអញ្ជើញយើងឲ្យនាំមកសិរីសួស្តីដល់កូនកំលោះនិងកូនស្រីនិងក្រុមគ្រួសាររបស់គេប្រសិនណាបើយើងធ្វើនៅទង្វើបែបហ្នឹងមិនមែនជាសិរីសួស្តីទេវាជាទង្វើមិនសមគួរហើយក៏មិនមែនជាទង្វើនៅក្នុងវប្បធម៌ខ្មែរយើងដែរខ្ញុំឃើញវីដេអូនេះហើយខ្ញុំចង់ឲ្យបងប្អូនកាត់សក់ទាំងឡាយមើលហើយពិចារណានៅចំណុច2ចំណុចទី1ក្នុងនាមយើងជាទេវតានិងទេពអប្សរដែលនាំមកកន្ត្រៃមាសកន្ត្រៃប្រាក់មកកាត់សក់ឲ្យកូនប្រុសនិងកូនស្រីគឺមានន័យថាយើងបានពំនាំយកមកនៅសិរីសួស្តីអំពីព្រះអិនដើម្បីឲ្យកូនប្រុសកូនស្រីរកស៊ីទទួលទានមានបានតិចទៅជុំដូចអបបំពុកខ្ចីចឹងទៅដូច្នេះសម្ដីយើងនិងកាយវិការយើងក្នុងនាមយើងជាទេវតានិងទេពអប្សរហ្នឹងគឺត្រូវប្រយ័ត្នធ្វើយ៉ាងម៉េចឲ្យត្រូវនឹង character របស់ទេវតានិងទេពអប្សរការលេងសើចមិនមែនជាប្រភពនៃបញ្ហាទេប៉ុន្តែការលេងសើចខ្លះដែលគ្មានបញ្ញាវាធ្វើឲ្យយើងនឹងមានបញ្ហាឧទាហរណ៍ថាពាក្យខ្មែរគេបាននិយាយថាមនុស្សល្ងងគេយកបេះដូងទុកក្នុងអណ្ដាតរីឯមនុស្សឆ្លាតគេយកអណ្ដាតទុកក្នុងបេះដូងស្ដុកមនុស្សប្រសើរជាងស្ដុកស្មៅស្ដុកមនុស្សល្ងងខ្លៅស្ដុកស្មៅល្អជាងក្នុងសកម្មភាពនេះបងប្អូនសាកសម័យមើលថាវាស័ក្តិសមដែរឬទេពេលដែលយើងមកកាត់សក់នាំមកនៅសិរីសួស្តីដល់កូនប្រុសនិងកូនស្រីបែរជាយើងធ្វើសកម្មភាពបែបនេះអ្នកដែលលេងជាមួយយើងគឺគាត់សប្បាយចិត្តរីករាយហើយប៉ុន្តែសួរថាត្រូវនឹងពិធីវាត្រូវនឹងកលៈទេសៈដែលយើងធ្វើបែបនឹងដែរឬអត់គឺអត់ទេហើយបើសិនជាបរទេសបានឃើញនៅសកម្មភាពបែបហ្នឹងទៀតគេថាពិធីមង្គលការគេធ្វើបែបហ្នឹងតាមពិតទៅវប្បធម៌ខ្មែរយើងវាមានភាពល្អអស្ចារ្យហើយយើងបានថែរក្សាតាំងពីដើមរហូតដល់បច្ចុប្បន្នសូមកុំឲ្យសកម្មភាពដែលយើងយកមកសប្បាយនឹងវាប៉ះពាល់ដល់គុណតម្លៃដែលដូនតាគាត់បានបន្សល់ទុកឲ្យខ្ញុំចង់ឲ្យពិចារណាក្នុងចំណុចហ្នឹងមួយចំណុចទី2មុននឹងយើងលេងសើចក្នុងកម្មវិធីផ្សេងៗដូចជាកម្មវិធីមង្គលការនេះជាដើមចឹងបងប្អូនទាំងអស់គ្នាត្រូវពិចារណាក្នុងចំណុចមួយក្នុងโลกនេះគេអាចលួចរបស់របរក្រៅខ្លួនបានតែទ្រព្យសម្បត្តិរូបិយគឺគេលួចអត់បានទេដូចយើងសពថ្ងៃអញ្ចឹងពិធីមង្គលការគឺជាទ្រព្យសម្បត្តិរូបិយកាលណាបើយើងមិនបានស្វែងយល់អំពីប្រពៃណីនិងវប្បធម៌ខ្មែររបស់យើងទេគឺយើងមិនស្គាល់តម្លៃហើយយើងមិនចេះថែរក្សាទេដូចក្នុងករណីនេះចឹងគាត់ធ្វើសកម្មភាពបែបហ្នឹងបើសិនជាគាត់ស្គាល់នៅគុណតម្លៃនៃការកាត់សក់បើគាត់ស្គាល់ពីតម្លៃដូនតាថាកាត់សក់ហ្នឹងគេធ្វើឡើងដើម្បីអីគឺគាត់មិនហ៊ានទៅធ្វើនៅទង្វើបែបហ្នឹងទេមុននឹងគាត់លើកដៃធ្វើទង្វើបែបហ្នឹងប្រកាសជាគាត់នឹកឃើញដល់ដូនតាប្រកាសជាគាត់ក្រែងរឯងដល់ដូនតាយើងខំបញ្ចូលពិធីនេះមកជាពិធីសម្គាល់អត្តសញ្ញាណរបស់ខ្មែរយើងទៅហើយយើងមកធ្វើសកម្មភាពអញ្ចឹងវាអត់ធ្វើឲ្យវប្បធម៌យើងមានការរីកចម្រើនទេបែរជាធ្វើឲ្យវប្បធម៌ខ្មែររបស់យើងហ្នឹងមានការដុនដាបទៅវិញ